បាទសូមគោរពជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពរាប់អានបាទថ្ងៃនេះខ្ញុំបាទនឹងក្រុមការងារបាទថតយកសកម្មភាពផ្សេងក្នុងការរៀបចំជាកញ្ចប់អំណោយក៏ដូចជាស្បៀងអាហារផ្សេងបាទនៅទីតាំងការិយាល័យផ្ទាល់របស់លោកសាស្ត្រាចារ្យបណ្ឌិតហុលរឿនតែម្ដងបាទឃើញថាលើកនេះគឺជាលើកទី2ហើយបាទក្នុងការដែលលោកបានគៀងគោជាមួយនឹងមូលនិធិក៏ដូចជាស្បៀងក៏ដូចជាកញ្ចប់ថ្នាំពេទ្យក៏ដូចជាមានស្បៀងអាហារក៏ដូចជាសម្ភារៈប្រើប្រាស់ផ្សេងបាទឃើញថាមានការចូលរួមយ៉ាងសស្រាក់សស្រាំដោយភ្លៀងរលឹមតែម្ដងបាទឃើញថាមានកម្លាំងជាពិសេសគឺយុវជនសេដ្ឋកិច្ចផ្ទាល់តែម្ដងបាទគឺគាត់មកចូលរួមដើម្បីជួយរៀបចំបាទជាមួយនឹងស្បៀងសម្រាប់ដឹកជញ្ជូនទៅគោលដៅផងដែរនេះគឺជាសម្ភារៈអំណោយដែលបានរៀបចំរួចហើយបាទឃើញថាមានច្រើនបាទមានតាំងពីស្បៀងបាទមានត្រីងៀតត្រីឆ្អើរក៏ដូចជាសាច់ផាត់ក៏ដូចជាសម្ភារៈប្រើប្រាស់ក៏ដូចជាសម្ភារៈសិក្សាក៏ដូចជាកញ្ចប់បាក់ធំបាទថាកញ្ចប់ថ្នាំពេទ្យសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃផងដែរបាទក្នុងនេះផងដែរក៏មានការចូលរួមពី Hypochlorous បាទគឺចូលរួមឧបត្ថម្ភរហូតដល់ 5000 ដបឯណោះបងប្អូនគិតជាទឹកប្រាក់គឺ100លានរៀលឯណោះបាទហើយនៅខាងលើតុនេះគឺជាម្ចាស់ដែលឧបត្ថម្ភជាអំណោយតាមរយៈបាទមានដូចតែខ្ញុំរៀបរាប់ខាងលើអញ្ចឹងបាទគឺមានសាច់ផាត់មានសម្ភារៈប្រើប្រាស់ក៏ដូចជាសម្ភារៈសិក្សាបាទក៏ដូចជាមានថ្នាំសង្កូវផ្សេងផងដែរបាទឆ្លៀតក្នុងឱកាសនេះខ្ញុំបាទសូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយបាទជាក្រុមហ៊ុនជាសហគ្រាសដែលបានជួយឧបត្ថម្ភចូលរួមយ៉ាងសស្រាក់សស្រាំបាទថាពេញចំហឹងតែម្ដងហើយក៏សូមគោរពជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលរួមឧបត្ថម្ភមិនថាជាថវិកាមិនថាជាផលិតផលថ្នាំសង្កូវឬក៏សម្ភារៈប្រើប្រាស់ផ្សេងបាទសូមគោរពជូនពរដល់លោកអ្នកទាំងអស់គ្នាសូមជួបប្រទះតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភញ្ញកំបីគ្លីងគ្លីឡើយសូមអរគុណសូមជម្រាបលាជូនជាតិខែមរាជីវិតជូនជាតិធាតុជូនមេត្តាលះបង់សង្ខារក៏មិនស្ដាយដែរទាំងថ្មជាខ្នើយដេកអោបកំភ្លើងប្រុងប្រៀបឈរជើងមិនរីត្អូញត្អែពេលចប់ភារកិច្ចវិលវិញរកស្នេហ៍បេះដូងស្មោះស្នេហ៍ថែគេដូនតាធាតុជូនមេត្តាលះបង់សង្ខារក៏មិនស្ដាយដែរទាំងថ្មជាខ្នើយដេកអោបកំភ្លើងប្រុងប្រៀបឈរជើងមិនរីត្អូញត្អែពេលចប់ភារកិច្ចវិលវិញរកស្នេហ៍បេះដូងស្មោះស្នេហ៍ថែគេដូនតា
រឿងរ៉ាវរបស់លោកអ្នកគឺជាចក្ខុវិស័យរបស់យើងខ្ញុំ